ម៉ាស៊ីនម្ជុលមួយម៉ាកជូគីលេខ model DDL 9000C របៀប reset format កំណត់ program ម៉ាស៊ីនឡើងវិញចុចលើប៊ូតុងអក្សរ M ឲ្យជាប់ឲ្យភ្លើងញាក់2ដង1 2បន្ទាប់មកចុចព្រួញខាងក្រោមកំណត់យកលេខ13រួចចុចកំណត់យកលេខ3បន្ទាប់មកចុច Enter សញ្ញាព្រួញបិទកុងតាក់ម៉ាស៊ីនហើយបើកកុងតាក់ម៉ាស៊ីនឡើងវិញរងចាំឲ្យចេញភាសាបែបហ្នឹងបងប្អូនកំណត់ជ្រើសរើសយកភាសាណាដែលបងប្អូនពេញចិត្តសម្រាប់ខ្ញុំកំណត់ភាសាអង់គ្លេសរួចចុច Enter សញ្ញាព្រួញចេញរូបម្ជុលបែបហ្នឹងចុចលើរូបម្ជុលមួយដើម្បីឲ្យម៉ាស៊ីនដំណើរការនេះហើយគឺជារបៀប reset format កំណត់ program ម៉ាស៊ីនឡើងវិញសូមអរគុណ